អ៊ីរ៉ង់គំរាមសងសឹកអ៊ុយក្រែនព្រោះតែលូកដៃជួយស្រូវរបស់ខ្លួនសមាជិកសភាកម្ពុជាអ៊ីរ៉ង់បានព្រមានខ្លាំងទៅអ៊ុយក្រែនដោយគំរាមសងសឹកព្រោះតែទីក្រុងគៀវផ្ដល់ជំនួយនិងបញ្ជូនឧបករណ៍ការពារដែនអាកាសដល់ស្រូវរបស់ទីក្រុងតេហេរ៉ង់សារព័ត៌មានរដ្ឋបានដកស្រង់សំណេរប្រធានគណៈកម្មាធិការសន្តិសុខជាតិក្នុងសភាអ៊ីរ៉ង់លោកអេប្រាហ៊ីមអេស៊ីហ្សេដែលបង្ហោះសារលើបណ្ដាញសង្គមកាលពីថ្ងៃសៅរ៍ទី14ខែមីនាឆ្នាំ2026ថាអ៊ុយក្រែនបានក្លាយជាភាគីនៃសង្គ្រាមដែលបង្កឡើងដោយអាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ហើយលោកអេស៊ីសបញ្ជាក់ថាតាមរយៈការផ្ដល់ការគាំទ្រផ្នែកដ្រូនដល់របបអ៊ីស្រាអែលប្រទេសអ៊ុយក្រែនដែលកំពុងបរាជ័យបានចូលរួមក្នុងសង្គ្រាមនេះយ៉ាងពិតប្រាកដហើយនៅក្រោមមាត្រា51នៃធម្មនុញ្ញអង្គការសហប្រជាជាតិវាធ្វើឲ្យទឹកដីទាំងមូលរបស់ខ្លួនក្លាយជាគោលដៅស្របច្បាប់សម្រាប់អ៊ីរ៉ង់ការព្រមាននេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ទម្លាយថាប្រទេសរបស់លោកបានបញ្ជូនក្រុមជំនាញការផ្នែកយោធាទៅកាន់តំបន់មជ្ឈិមបូព្រាដើម្បីផ្ដល់ប្រឹក្សានិងរៀបចំផែនការទប់ទល់នឹងការវាយប្រហារដោយមីស៊ីលក៏ដូចជាដ្រូនពីសំណាក់អ៊ីរ៉ង់